ខាងក្រុមហ៊ុនគាត់ប្រជុំឲ្យមកធ្វើគាត់ថាបុគ្គលិកអ្នកគួរតែមានបសសប្រចាំខ្លួនអញ្ចឹងព្រោះថាងាយស្រួលថាបានទាំងមិត្តភាពបានទាំងគ្រោះថ្នាក់ផ្សេងៗក៏បាននិងការទទួលការព្យាបាលនៅមន្ទីរពេទ្យហ្នឹងក៏បានអញ្ចឹងវាស្រួលជាងអ្នកដែលអត់មានបានបសសអញ្ចឹងបានបសសហ្នឹងមានអត្ថប្រយោជន៍ច្រើននៅពេលដែលយើងមានបញ្ហាមានការឈឺស្កាត់អីគឺយើងទទួលបានអត្ថប្រយោជន៍ច្រើនសប្បាយចិត្តមែនដល់ពេលគេធ្វើអញ្ចឹងដល់ពេលដូចយើងមើលមិនឃើញដូចអ៊ំត្រីជាផ្ទះខ្ញុំអញ្ចឹងគាត់មានបញ្ហាអញ្ចឹងក៏គាត់មានអានឹងទៅចូលទៅពេទ្យមកគេជួយជំនួយចាស់ភូកបាលហមុនឡាយើងអត់មានសមត្ថភាពទេព្រោះយើងវាអត់មានសមត្ថភាពទៅធ្វើអីដល់ថ្នាក់ចាស់ភូកបាលអស់រាប់ម៉ឺនដុល្លារហើយមានតិចណាមកហើយខ្ញុំជឿជាក់ខ្ញុំមកធ្វើហ្មង15600នឹងអត់ច្រើនទេបងប្អូនធ្វើចោះល្អណាស់កន្លែងហ្នឹងជួយឲ្យបងប្អូនមកធ្វើទាំងអស់គ្នាមកល្អទេមិនមែនជាបាច់ថាអ្នកស្រែអ្នកឆ្ការលក់ដូរអីទេមុនដំបូងអ្នកស្រែអ្នកឆ្ការលក់ដូរថាធ្វើអត់បានផ្លាច់ធ្វើអត់បានខ្ញុំអត់ហ៊ានមកធ្វើឥឡូវគេធ្វើឲ្យទាំងអស់មានភាពកក់ក្ដៅដែលបានម៉ាក់គាត់ជួយមកធ្វើបនបសដើម្បីមើលជំងឺឬក៏មើលអីផ្សេងៗដែលតាក់ទងបនបសហ្នឹងពីមុនឃើញគេអ្នកធ្វើការបានគេមានបនបសទៅមើលជំងឺទៅមើលអីហ្នឹងអត់ដែលគិតថាខ្លួនឯងជាសិស្សហ្នឹងធ្វើបានទេថ្ងៃនេះសុំគាត់ឲ្យទៅដែរហើយខ្ញុំសុំម៉ែគាត់ព្រមដូចគ្នាអរឡាខ្ញុំសូមអរគុណដល់រដ្ឋាភិបាលដែលមានការយកចិត្តទុកដាក់ជាខ្លាំងដល់ប្រជាជនជាពិសេសគឺដល់សំខាន់ទៅលើសុខភាពប្រជាជនក៏ភាពងាយស្រួលច្រើនជាងមុនដល់ប្រជាជនក្នុងការធ្វើការព្យាបាលនៅសេវាកម្មរដ្ឋនិងទីផ្សារនាងខ្ញុំសូមអរគុណដល់សម្ដេចនាយករដ្ឋមន្ត្រីដែលយកចិត្តទុកដាក់ចំពោះប្រជាជនជួយសម្រួលរាល់ការលំបាករបស់ប្រជាជនទាំងអស់សូមអរគុណសម្ដេចថាបតីហ៊ុនម៉ាណែតដែលបានជួយនឹងបង្កើតបានបសសដើម្បីជួយប្រជាជនទាំងអស់គ្នាដើម្បីឲ្យធ្វើបានបសសនេះបានមើលព្យាបាលជំងឺរបស់ខ្លួនឯងបានអរគុណដល់អ្នកឋានបាលអ្នកដឹកនាំទាំងអស់សម្ដេចទាំងអស់ឲ្យជួយកូនចៅហ្នឹងបានបសសហ្នឹងជួយប្រជាពលរដ្ឋទាំងអស់មិនយូរប៉ុន្មានសាច់បានផ្លាកជ័យអរឡាខ្ញុំចេះសត់សំខ្ញុំខំធ្វើការប្រឹងប្រែងឧស្សាហ៍ថែអនាម័យថែសាច់ត្រលុកសាច់មុខជើងដៃឥឡូវមាត់ខៃសង្ស័យខ្មៅស្រងអរឡាខ្ញុំទៅចូលឆ្នាំប្រុសចាំចំអងប្រែខ្លាយជាខបមកញ៉េងញ៉ោះបង